อภิบาลខេត្តកំពង់ចាមណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកឯកដីនិងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានណែនាំដល់មន្ត្រីមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកឯកដីដែលប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនិងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងស្កេមអនឡាញថ្លែងបែបនេះនៅព្រឹកថ្ងៃទី16ខែមករាឆ្នាំ2026ក្នុងកិច្ចប្រជុំក្រុមការងារដើម្បីចុះតាមដានអំពីការប្រកបសេវាកម្មឯកដីរណ្ដៅដីចល័តដីក្រហមខ្សាច់ឬគ្រោះដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការប្រមូលចំណូលនិងការរៀបចំសម្ព័ន្ធភាពតាមបណ្ដាក្រុងស្រុកឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមបានថ្លែងថាយោងតាមសេចក្តីណែនាំលេខ001សនណូដោយមើលឃើញថាការជីកយកឯកដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍដូចជារោងចក្រសហគ្រាសលំនៅឋានជាដើមគឺមានការកើនឡើងដោយក្រុមហ៊ុនប្រកបអាជីវកម្មឯកដីក៏មានកាន់តែកើនឡើងផងដែរក្នុងស្ថានភាពនេះក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវនៅឡើយទេដើម្បីធានាបាននៅនិរន្តរភាពនៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋបាលខេត្តកំពង់ចាមសូមធ្វើសេចក្តីណែនាំដូចខាងក្រោមទី1រដ្ឋបាលក្រុងស្រុកត្រូវត្រួតពិនិត្យទីតាំងដីនៃការស្នើសុំធ្វើអាជីវកម្មយកឯកដីដោយធានាថាមិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋទី2ត្រូវហាមឃាត់ការជីកកាយផ្លាស់ប្ដូរស្ថានភាពដីនិងការជីកយកឯកដីចំពោះប្រភេទដីអាស្រ័យផលគ្រប់ប្រភេទទី3ការស្នើសុំចាក់បំពេញឯកដីអាជ្ញាធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យរាល់សំណុំឯកសារកាន់កាប់ដីវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដើម្បីឲ្យប្រាកដថាទីតាំងដីជាកម្មវត្ថុនៃការស្នើសុំគឺតែមួយទី4ករណីធ្វើអាជីវកម្មលើទីតាំងដីសាធារណៈរបស់រដ្ឋត្រូវត្រួតពិនិត្យសម្រេចពីអង្គភាពជំនាញពាក់ព័ន្ធនិងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមអភិបាលខេត្តជាមុនទី5ករណីពិនិត្យឃើញថាមានការបំពានចំណុចខាងលើរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការទប់ស្កាត់និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋានជាពិសេសបទល្មើសស្កេមអនឡាញនិងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហើយបើមានមន្ត្រីណាពាក់ព័ន្ធឬនៅពីក្រោយខ្នងនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរួមនឹងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ជាមួយគ្នានោះឯកឧត្តមអ៊ុនចិន្តាក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ជាពិសេសការិយាល័យប្រជាពលរដ្ឋនិងអង្គភាពច្រកចេញចូលតែមួយត្រូវបន្តពង្រឹងគុណភាពនិងការផ្តល់សេវាសាធារណៈនៅគ្រប់កម្រិតជូនដល់ប្រជាពលរដ្ឋប្រកបទៅដោយប្រសិទ្ធភាពតម្លាភាពរហ័សគណនេយ្យភាពនិងការឆ្លើយតបឲ្យបានទាន់ពេលវេលានិងការជឿទុកចិត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ